បាទអរគុណដល់បងអូនប្រុសជាតិហ្មងបងអូខេអរគុណហើយអរគុណដល់ចូលខមមិនណាអរគុណច្រើនអរគុណអញ្ចឹងបងអូនបើសិនបងអូនមានមិត្តភ័ក្តិឬក៏បងប្អូនឬក៏ពុកម៉ែអីត្រូវការពាក់ព័ន្ធទៅលើ JCB ត្រូវការជួលត្រូវការវាយដូរណាត្រូវការបងរំលោះអីអាចតាក់ទងបានណាអាចតាក់ទងបានណាអញ្ចឹងវីដេអូនេះសូមផ្ញើជូនបងប្រុសដែលចូលខមមិនអរគុណច្រើនមែនតើអរគុណចេញពីបេះដូងណាអរគុណចេញពីបេះដូងហើយក្តី5ការ៉ាអត់ភ្លេចបងប្អូនទេអត់ភ្លេចបងប្អូនទេយើងយកគុណភាពគ្រឿងចក្រដែលមានគុណភាពល្អយកគ្រឿងចក្រដែលមានគុណភាពបើនិយាយទៅគុណភាព the best ហ្មងជូនបងប្អូនណាមិនមែនលក់គ្រឿងចក្រលុំឲ្យបងប្អូនយកទៅប្រើខូចហើយយើងបាត់មុខទេហើយក៏មិនលក់មួយថ្ងៃហ្នឹងឈប់ដែរបងប្អូនណាខ្ញុំកាន់គ្រឿងចក្របើនិយាយទៅខ្ញុំប្រាប់បងប្អូនខ្ញុំកាន់គ្រឿងចក្រគឺយូរមែនតើពាក់ព័ន្ធទៅលើតាំងពីចេះលក់គ្រឿងចក្រមកបច្ចុប្បន្ននេះខ្ញុំបូកសរុបទៅចូល7ឆ្នាំហើយបងប្អូនចេះលក់គ្រឿងចក្រគឺ7ឆ្នាំហើយបើនិយាយទៅ7ឆ្នាំតាំងពីអាយុ30ឥឡូវ37 38ហ៎បងប្អូនអញ្ចឹង31 32ហើយមកដល់ឥឡូវ38ត្រូវហើយបងប្អូនណាអញ្ចឹងបងប្អូននេះអញ្ចឹងសម្រាប់បងប្អូនដែលគ្រប់ត្រូលហើយក៏បងប្អូនប្រុសណាដែលចាប់អារម្មណ៍ជាមួយនឹង brand JCB បើបានប្រើមួយដឹងតែជាតិបងប្អូនណាជាតិមែនតើហ្មងបងប្អូនយកជួលបងប្អូនភ័យខ្លាចខូចអីទេណាបងប្អូនដាក់តាមមួយគ្រឿងទៅណាដាក់តាមមួយគ្រឿងត្រូវដឹងតាលុយតែម្ដងបងប្អូនដឹងតាលុយហើយបងប្អូនយកទៅដល់ថ្មីបងប្អូនយកថ្មីមិនបងប្អូនជួលទៅមួយទឹកអីទេណាបងប្អូនតែបើសិនបងប្អូនចង់ធូរថ្លៃយកមួយទឹកខ្ញុំមានមួយទឹកណាតែមួយទឹកនៅយើងនេះក៏យើងបង JCB វិញណោះបញ្ហាទេបងនេះបងប្អូនពិសេសមួយទៀតយើងមានរនាំងដែលមកស្រាប់ហ្មងនេះបងប្អូនមុំបងប្អូនបើសិនត្រូវដែកត្រូវថ្មប៉ុនក្បាលជង្គង់អីបើនិយាយទៅថ្មក្រោម10គីឡូត្រឹម10គីឡូចុះណាថ្មត្រឹម10គីឡូចុះដូចជាអត់បញ្ហាកុំឲ្យឆ្ងាយចិត្តត្រឹមចិត្តអីត្រឹម3 4ម៉ែត្រអីអត់ផុងទេបងប្អូនអត់ដល់កញ្ចក់ទេណាក្រោម10គីឡូតែថ្មវាមិនដល់ប៉ុណ្្នឹងទេថ្មកណាថ្មធំបើសិនវាធ្លាក់ឆ្ងាយក៏វាមិនប៉ះយើងទេវាធ្លាក់ថ្ងៃតែបើសិនថ្មទៀសហើយយើងឆ្កឹះមកទៀសគឺប៉ុណ្នេះគឺអត់បញ្ហាទេបងប្អូនណាប៉ុណ្នេះអត់បញ្ហាទេយកជូនបងប្អូនប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយហើយអរគុណដល់ម្ចាស់ខមមិនជូនពរណាសុខភាពល្អហើយសម្រស់ស្រស់ស្អាតហើយបើនៅលាវអីសូមជួបគូស្នេហ៍ឆាប់ណាអូខេអរគុណច្រើនបាយបាយអរគុណ